គន្លឹះដើម្បីរស់បានអាយុវែងនិងមានសុខភាពល្អការរស់នៅបានយូរអង្វែងនិងមានសុខភាពល្អគឺពាក់ព័ន្ធនឹងទម្លាប់ប្រចាំថ្ងៃនិងរបៀបនៃការរស់នៅខាងក្រោមនេះគឺជាគន្លឹះសំខាន់ដែលអ្នកអាចអនុវត្តបាន 1. របបអាហារនិងទម្លាប់ញ៉ាំបរិភោគអាហារដែលមានតុល្យភាពផ្ដោតលើការទទួលទានបន្លែផ្លែឈើគ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនគ្មានខ្លាញ់ញ៉ាំអាហាររុក្ខជាតិឲ្យបានច្រើនព្យាយាមញ៉ាំបន្លែនិងផ្លែឈើចម្រុះពណ៌ដូចជាឥន្ធនូនិងទទួលទានរុក្ខជាតិរហូតដល់30មុខផ្សេងគ្នាក្នុងមួយសប្តាហ៍រួមទាំងគ្រាប់គ្រឿងទេសអុស្តដើម្បីថែរក្សាសុខភាពពោះវៀនញ៉ាំអាហារដែលមានជាតិ fermented ផ្អាប់ជូរដូចជាទឹកដោះគោជូរ yogurt kefir kombucha ព្រោះវាល្អសម្រាប់បាក់តេរីក្នុងពោះវៀនជៀសវាងអាហារកែច្នៃនិងអាហារលឿន fast food កាត់បន្ថយការញ៉ាំអាហារដែលមានជាតិស្ករជាតិប្រៃនិងខ្លាញ់ខ្ពស់ 2. សកម្មភាពរាងកាយធ្វើលំហាត់ប្រាណទៀងទាត់ព្យាយាមដើរឲ្យបានយ៉ាងហោចណាស់20នាទីក្នុងមួយថ្ងៃប្រើជណ្ដើរជើងជំនួសជណ្ដើរយន្តឬសារលេងជាមួយក្មេងសត្វចិញ្ចឹមមានសកម្មភាពជានិច្ចកុំអង្គុយនៅមួយកន្លែងយូរពេកឧស្សាហ៍ធ្វើចលនានិងចូលរួមក្នុងសកម្មភាពសង្គមឬកីឡា 3. សុខភាពផ្លូវចិត្តនិងទំនាក់ទំនងគ្រប់គ្រងភាពតានតឹង stress អនុវត្តការដកដង្ហើមវែងដើម្បីបន្ធូរអារម្មណ៍2ទៅ3នាទីក្នុងមួយថ្ងៃឬហាត់យូហ្គាបង្កើតចំណងមិត្តភាពរឹងមាំទំនាក់ទំនងសង្គមល្អអាចជួយឲ្យអ្នករស់នៅបានយូរអង្វែងនិងមានសុភមង្គលជាងមុនភាពឯកោអាចបង្កគ្រោះថ្នាក់ដូចជាការជក់បារីដែរមានគោលបំណងក្នុងជីវិតការមានអារម្មណ៍ថាជីវិតមានន័យអាចជួយបង្កើនអាយុវែងការអភ័យទោសការចេះអភ័យទោសដល់អ្នកដទៃនិងមិនមានការព្រួយបារម្ភច្រើនពេកក៏ជួយដល់សុខភាពផ្លូវចិត្តដែរ 4. ទម្លាប់ល្អផ្សេងគេងឲ្យបានគ្រប់គ្រាន់អាទិភាពដល់ការគេងគ្រប់គ្រាន់និងមានគុណភាពជៀសវាងការជក់បារីនិងគ្រឿងស្រវឹងហួសហេតុទាំងនេះគឺជាកត្តាចម្បងដែលប៉ះពាល់ដល់អាយុជីវិតនិងសុខភាពពិនិត្យសុខភាពទៀងទាត់ការបង្ការនិងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូងអាចជួយឲ្យរស់នៅមានសុខភាពល្អគន្លឹះទាំងអស់នេះតម្រូវឲ្យមានការផ្លាស់ប្ដូរទម្លាប់រស់នៅតូចពីមួយថ្ងៃទៅមួយថ្ងៃដើម្បីទទួលបានលទ្ធផលល្អប្រសើរតើអ្នកចង់ឲ្យខ្ញុំស្វែងរកព័ត៌មានលម្អិតបន្ថែមអំពីគន្លឹះណាមួយខាងលើនេះដែរឬទេ